កម្ពុជាសៀមតើមានសេណារីយ៉ូសង្គ្រាមឬសន្តិភាពបែបណានិងការវិភាគដ៏ស៊ីជម្រៅទៅលើករណីកងទ័ពទាំង18នាក់ចំពោះការអន្តរាគមន៍ពីអន្តរជាតិសូមជម្រាបសួរពុកម៉ែបងប្អូនជនរួមជាតិទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YPOL World News ដែលយើងនឹងនាំបងប្អូនទាំងអស់គ្នាដែលយើងនឹងនាំមកជូនបងប្អូននៅព័ត៌មាននិងការវិភាគដ៏ស៊ីជម្រៅទៅលើព្រឹត្តិការណ៍ជាតិនិងអន្តរជាតិសំខាន់ជុំវិញពិភពលោកហើយថ្ងៃនេះយើងនឹងនាំបងប្អូនទៅដឹងអំពីស្ថានភាពដែលយើងនឹងជ្រាបចូលទៅក្នុងសេណារីយ៉ូដ៏តានតឹងរវាងកម្ពុជានិងសៀមជុំវិញករណីទ័ពដល់8នាក់ដែលត្រូវបានឃុំខ្លួនហើយតើសហរដ្ឋអាមេរិកនឹងអន្តរាគមន៍បានដែរឬទេឬមួយវានឹងនាំទៅសង្គ្រាមដែលគ្មានណែវណាដែលចង់បានកំពុងតែទាក់ទាញនិងចំណាប់អារម្មណ៍នឹងធ្វើឲ្យពិភពលោកនេះចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលនេះហើយបើមានចំណុចណាខ្វះខាតឬចំណុចណាមួយលើសទៀតនោះសូមខ្ញុំបាទសូមគោរពអភ័យទោសទុកជាមុនហើយសូមអធិស្ឋានផងដែរឥឡូវនេះកុំឲ្យខាតពេលវេលាយើងទៅតាមដានការស្ដាប់វិភាគដ៏ស៊ីជម្រៅជាមួយគ្នានៅក្នុងបរិបទនៃទំនាក់ទំនងកម្ពុជាសៀមដែលតែងតែមានភាពតានតឹងជុំវិញបញ្ហាព្រំដែនជាពិសេសនៅតំបន់ប្រាសាទព្រះវិហារនិងតំបន់ជុំវិញភ្នំទ្រាប់ក៏ដូចជាតំបន់ផ្សេងទៀតដែលស្ថានភាពនៅចុងឆ្នាំ2025នេះបានក្លាយជាចំណុចដ៏ក្តៅមួយដែលទាមទារការវិភាគដ៏ស៊ីជម្រៅហើយនៅក្នុងខែកក្កដាឆ្នាំ2025មានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅតាមព្រំដែនដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើនរួមទាំងការចាប់ខ្លួនកងទ័ពកម្ពុជាចំនួន18នាក់ដោយភាគីសៀមផងពុកម៉ែបងប្អូនហើយការប៉ះទង្គិចនេះទៀតបានធ្វើឲ្យមានការដកអគ្គរដ្ឋទូតពីភាគីទាំងសងខាងនិងបានធ្វើឲ្យសហគមន៍អន្តរជាតិរួមទាំងអាស៊ានសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិចូលមកអន្តរាគមន៍ដើម្បីស្វែងរកដំណោះស្រាយជូនប្រទេសទាំងពីរប្រសិនបើជាសហរដ្ឋអាមេរិកដែលជាមហាអំណាចដ៏សំខាន់នៅក្នុងពិភពលោកក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍គ្មានសមត្ថភាពគ្រប់គ្រងនិងធ្វើឲ្យសៀមយល់ព្រមដោះលែងកងទ័ពនោះទេកម្ពុជានឹងគិតយ៉ាងណាតាមការវិភាគមួយភាគីសៀមត្រូវតែឆ្លងកាត់រឿងពីរដ៏សំខាន់សិនដើម្បីវាយតម្លៃទៅលើលទ្ធភាពនៃដំណោះស្រាយដោយសន្តិវិធីទី1តើសៀមហ៊ានបំពេញសេចក្តីថ្លែងការណ៍រួមនិងហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិភាពដែរឬទេពុកម៉ែបងប្អូនដោយនៅថ្ងៃទី26ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគឺកិច្ចព្រមព្រៀងសន្តិភាពរវាងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចថាបតីហ៊ុនម៉ាណែតនិងនាយករដ្ឋមន្ត្រីសៀមអនុទីនដែលមានការឃ្លាំមើលពីប្រធានអាស៊ាននិងសហរដ្ឋអាមេរិកលោកប្រធានាធិបតីដូណាល់ត្រាំដែលពុកម៉ែបងប្អូនទាំងអស់គ្នាហើយកិច្ចព្រមព្រៀងនេះរួមមានការដកកងទ័ពការបោះសម្អាតមីននិងការដោះលែងកងទ័ពរបស់កម្ពុជាទាំង18នាក់ដោយភ្លាមដែលពួកទាហានសៀមប្រើល្បិចចាប់ខ្លួនក្រោយពេលបទឈប់បាញ់ការពីកន្លងទៅប៉ុន្តែរហូតមកដល់ថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2025នេះសៀមមិនទាន់បានដោះលែងទាហានទាំង18នាក់នៅឡើយទេពុកម៉ែបងប្អូនសៀមនៅតែតឃុំខ្លួនដែលបង្កឲ្យមានការខកបំណងនិងកំហឹងពីភាគីកម្ពុជាហើយបើសិនជាសៀមនៅតែបន្តបំពេញលើសពីសប្តាហ៍ទៀតទោះបីជាមានហេតុផលដូចជាការត្រួតពិនិត្យសុខភាពការទាមទារលក្ខខណ្ឌផ្សេងក៏ដោយពួកគេមិនអាចបដិសេធនៅការរិះគន់ពីអន្តរជាតិបានដែរពុកម៉ែបងប្អូនទាំងអស់គ្នាហើយសៀមអាចនឹងនាំឲ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិរួមទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឬការដាក់សម្ពាធផ្នែកការទូតទៀតផងពុកម៉ែបងប្អូនទាំងអស់គ្នាហើយឥឡូវនៅចំណុចទី2នោះគឺទូនាទីអន្តរាគមន៍របស់ប្រធានអាស៊ាននិងប្រធានាធិបតីសហរដ្ឋអាមេរិកដែលជាម្ចាស់ហត្ថលេខីនឹងត្រូវតែឆ្លើយតបទៅតាមសំណើរបស់កម្ពុជារហូតដល់ពេលនេះក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ចំនួន2លើកដើម្បីជំរុញឲ្យមានការគោរពកិច្ចព្រមព្រៀងខណៈដែលកម្ពុជាបានដាក់លិខិតជាផ្លូវការចំនួន2លើករួចមកហើយដែរបើសិនជាមានលើកទី3វានឹងមិនមែនជាលិខិតស្នើសុំដោះលែងបែបមនុស្សធម៌ទៀតទេប៉ុន្តែវាជាលិខិតថ្កោលទោសនិងលិខិតស្នើសុំអន្តរាគមន៍ពីអន្តរជាតិពុកម៉ែបងប្អូនអរគុណសមាជិកអាស៊ានសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិរួមទាំងសហភាពអឺរ៉ុបប្រកាសជាចូលរួមថ្កោលទោសនិងដាក់ទណ្ឌកម្មផ្សេងដូចជាការផ្អាកជំនួយយោធាការរឹតបន្តឹងពាណិជ្ជកម្មទៅលើសៀមតែម្ដងជាក់ស្ដែងនៅខែតុលាឆ្នាំ2025មានការចរចាបន្តរវាងភាគីទាំងពីរដោយផ្ដោតលើការដកទ័ពនិងការដោះលែងកងទ័ពទាំង18នាក់ផងដែរ
ដែលបង្ហាញពីការខិតខំរបស់អាស៊ានក្នុងការរក្សាស្ថិរភាពក្នុងតំបន់ចុះបើសិនជាសៀមឆ្លងកាត់រឿងទាំងពីរនេះហើយបន្តប្រឆាំងដោយចំហនឹងមិនខ្លាចការថ្កោលទោសឬទណ្ឌកម្មផ្សេងៗទៀតនោះតែត្រូវដោះស្រាយយ៉ាងណាខ្លះយើងអាចឆ្លើយបានថានេះអាចនាំទៅដល់ចំនួនប្រដាប់អាវុធដែលកម្ពុជានឹងក្លាយជាភាគីស្របច្បាប់នៅក្នុងសង្គ្រាមដើម្បីទាមទារឲ្យដោះលែងកងទ័ពរបស់ខ្លួនមកវិញនៅក្នុងសេណារីយ៉ូនេះកម្ពុជាទទួលបានការគាំទ្រពីអន្តរជាតិរួមទាំងសហព័ន្ធមិត្តដូចជាចិនជាដើមដែលជាដៃគូប្រយុទ្ធនិងយុទ្ធសាស្ត្រដ៏សំខាន់ដែលអាចផ្ដល់ជំនួយយោធានិងសេដ្ឋកិច្ចដែលមានបងប្អូនទាំងអស់គ្នាក៏ប៉ុន្តែសហរដ្ឋអាមេរិកមិនព្រមឲ្យមានស្ថានភាពនេះកើតឡើងឡើយព្រោះថាវាអាចនឹងនាំមានឥទ្ធិពលរបស់អាមេរិកធ្លាក់ចុះនៅនិងអាស៊ីនេះតែម្ដងនិងបានបង្កឲ្យមានភាពតានតឹងជាមួយចិនទៀតផងដែរដូច្នេះអាមេរិកប្រកាសជាចេញមុខអន្តរាគមន៍តាមរយៈការថ្កោលទោសឬការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឬសូម្បីតែការព្រមានដកស្ថានទូតដែលជាសញ្ញានៃការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់ប្រទេសសៀមដែលបងប្អូនទាំងអស់គ្នាបើប្រសិនបើសៀមនៅតែមិនស្ដាប់វានឹងនាំទៅដល់សង្គ្រាមដែលមានការព្រមានពីអាមេរិកជាដើមក៏ប៉ុន្តែវាគឺជាជំរើសចុងក្រោយដែលសៀមនឹងដាក់ហេតុអ្វីបានជាសហរដ្ឋអាមេរិកហ៊ានលះបង់ដាក់ថ្នាក់នេះនៅចំពោះបញ្ហាព្រំដែននៅកម្ពុជាសៀមគឺមានកត្តាបូកជាច្រើនផ្សំជាមួយគ្នាដូចជាការពារកិត្តិយសនិងអត្តពលនយោបាយយោធារបស់ខ្លួននៅអាស៊ីការពារកុំឲ្យមានចំនួនរីករាលដាលដល់តំបន់ទាំងមូលដែលអាចអូសទាញចិនចូលមកជាមួយនិងបង្កឲ្យមានសង្គ្រាមតំបន់ដែលអូសបន្លាយពេលរាប់សិបទសវត្សរ៍ឧទាហរណ៍បើសិនជាកម្ពុជាវាយប្រហារសៀមវាអាចបណ្ដាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរជាងអាមេរិកវាយប្រហារព្រោះកម្ពុជាទទួលបានសិទ្ធិស្របច្បាប់តាមច្បាប់អន្តរជាតិនិងទទួលបានការគាំទ្រជំនួយពីសហព័ន្ធមិត្តទៀតផងបងប្អូនទាំងអស់គ្នានេះគឺជាអ្វីស្នាយោដែលយើងអាចវិភាគបានម្យ៉ាងទៀតនោះមានការយល់ខុសពីប្រជាពលរដ្ឋមួយចំនួនថាកម្ពុជាខ្លាចសង្គ្រាមតែតាមការពិតមួយខ្មែរឬក៏កម្ពុជារបស់យើងនេះគឺជាកម្ពុជាអ្នកប្រយុទ្ធដែលមានប្រវត្តិសាស្ត្រនៃការការពារទឹកដីនិងត្រៀមខ្លួនសម្រាប់ការប្រយុទ្ធបែបស្របច្បាប់ឧទាហរណ៍មួយទៀតនោះគឺមានបទបញ្ជាកងទ័ពកម្ពុជានឹងក្លាយជាកងទ័ពខ្លាំងក្លាដល់បំផុតដោយប្រើឆន្ទៈការពារទឹកដីនិងប្រើប្រាស់អាវុធយោធាទំនើបដែលទទួលបានពីស្ព័ន្ធមិត្តផ្សេងៗក៏ដូចជាចិនផងដែរនៅក្នុងការវិភាគនេះយើងអាចពិចារណាទៅលើមុំផ្សេងគ្នាទៀតផងបើសិនជាយើងនិយាយពីមុំសៀមវិញពួកគេអះអាងថាឃុំខ្លួនជាការការពារសន្តិសុខគ្រប់ដែរនិងត្រូវការពេលវេលាសម្រាប់ការធ្វើការស៊ើបអង្កេតក៏ប៉ុន្តែគេត្រូវមើលឃើញថាជាការពន្យាពេលទៅវិញហើយបើយើងនិយាយអំពីមុំអាស៊ានវិញការរក្សាសន្តិភាពគឺជាអាទិភាពដោយមានការចរចាបន្តនៅខែតុលាដើម្បីស្វែងរកកិច្ចព្រមព្រៀងពេញលេញដោយមានការចូលរួមសហរដ្ឋអាមេរិកយ៉ាងសំខាន់ផងដែរពុកម៉ែបងប្អូនហើយនិយាយពីឯមួយទៀតគឺចំពោះចិនក៏ជាដៃគូដ៏សំខាន់សម្រាប់កម្ពុជាអាចដើរតួនាទីក្នុងការគាំទ្រដោយដែលឃើញពីកិច្ចសហប្រតិបត្តិការរវាងសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិងប្រធានាធិបតីស៊ិនជីនពីងសរុបមកនៅក្នុងស្ថានភាពនេះតម្រូវឲ្យមានការទូតដ៏ឆ្លាតវៃនិងការគោរពកិច្ចព្រមព្រៀងអន្តរជាតិហើយជាចុងក្រោយក៏សូមអំពាវនាវឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលដែលកំពុងខិតខំការពារប្រយោជន៍ជាតិហើយបើសិនជាមានចំណុចណាខ្វះខាតឲ្យខ្ញុំសូមអភ័យទោសទុកជាមុននិងសូមគោរពអរគុណចំពោះពេលវេលាដ៏មានតម្លៃរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាបានចំណាយពេលស្ដាប់និងតាមដានវីដេអូមួយនេះបើសិនជាមានការពេញចិត្តនឹងជួយចុច Subscribe និង Like ចែករំលែកនៅវីដេអូម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តនិងទទួលបាននូវវីដេអូព័ត៌មានបន្តទៀតសូមជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលាពីខ្ញុំ YPOL World News